ជំរាបសួរបាទពុកម៉ែបងប្អូនអានេះដែរគឺកដាមសេះបងប្អូនអញ្ចឹងសម្រាប់បងប្អូនណាដែលខ្ជិលបកបងប្អូនខ្ជិលបកសបណែនាំឲ្យញ៉ាំកដាមសក់បងប្អូនហើយយើងកាត់វាស្អាតបេះវាស្អាតកាត់វាជាពីរអញ្ចឹងទៅយើងបូមក៏បានទៅញ៉ាំក៏បានកដាមសក់បងប្អូនអានេះគឺសម្រាប់អ្នកខ្ជិលណាបងប្អូនព្រោះអត់បកសបអានេះញ៉ាំបានសបហើយយើងកាត់មកអានេះតាមទឹកត្រីដែលឆ្ងាញ់ណាបងប្អូនបេះឲ្យអស់មកយើងចាប់ផ្ដើមរៀបចំគ្រឿងឆាបងប្អូនអានេះយើងឆាមួយម្រះព្រៅឆាក្រាមម្រះព្រៅបងប្អូនឆ្ងាញ់មែនតើហើយនេះយើងហើយត្រឡប់ឲ្យអស់ហើយវាគុណវិបត្តិវាគឺអត់សូវស្អាតបងប្អូនតែញ៉ាំឆ្ងាញ់ស្រួលញ៉ាំព្រោះក្តាមសក់វាចេញមកផុកចឹងណាបងប្អូនវាអត់រៀងស្អាតដូចក្តាមយើងធម្មតា